មនុស្សឆ្លាតទទួលស្គាល់ការធ្លាប់ធ្វើខុសគឺជារឿងដែលគួររីករាយគុណធម៌ដ៏ធំធេងរបស់មនុស្សស្ថិតនៅលើការចេះកែប្រែពីភាពខុសឆ្គងមកក្លាយជាមនុស្សថ្មីរឿងឆ្នាំក្រោយខ្ញុំនឹងឈប់លួចដឹងថាខុសត្រូវកែប្រែភ្លាមមិនចាំដល់ថ្ងៃស្អែកទេដឹងថាខុសឆាប់កែប្រែចាត់ទុកថាជាការប្រសើរបំផុតអ្វីដែលគួរឲ្យសោកស្ដាយនោះគឺដឹងថាខ្លួនខុសតែមិនព្រមកែទទួលកំហុសព្រមទាំងរកវិធីដោះសារឲ្យរួចខ្លួនផុតពីខុសមនុស្សប្រភេទនេះមានច្រើនរាប់មិនអស់មូលហេតុដោយសារតែអ្នកទាំងនោះមិនមានភាពក្លាហានគ្រប់គ្រាន់នៅក្នុងការទទួលកំហុសភាពខ្ពង់ខ្ពស់របស់មនុស្សមិនមែនសំដៅតែទៅលើថាអ្នកនោះធ្លាប់ធ្វើខុសនោះទេការធ្វើខុសគឺជារឿងពិបាកនិងជៀសវាងបំផុតតែចំពោះមនុស្សល្អគុណធម៌មានសេចក្តីក្លាហានគ្រប់គ្រាន់នៅក្នុងការទទួលស្គាល់កំហុសហើយព្យាយាមកែសម្រួលខ្លួនសារជាថ្មីនៅក្នុងសម័យឈុនជាវគ្រាមួយនោះតែយើងជឿគឺជាមន្ត្រីនគរសង្ឃបានពិភាក្សាពីបញ្ហាគ្រប់គ្រងប្រទេសជាតិជាមួយនឹងម៉ងជឺបានលើកយកបញ្ហាអត់ឃ្លានរបស់ប្រជាជនយកមកវែកញែកដោះស្រាយដោយនិយាយថាក្រៅពីភ័យធម្មជាតិការរាំងស្ងួតដែលប្រជារាស្ត្រជួបប្រទះទៅនឹងភាពលំបាកហើយនោះពន្ធអាករក៏នៅតែជាភារៈដ៏ធ្ងន់ធ្ងរផងដែរក្រោយការជជែកវែកញែកមួយស្របកធំតែយើងជឿគោយល់ព្រមទទួលស្គាល់ការពិតត្រង់ចំណុចនេះហើយសន្យាថានឹងកាត់បន្ថយពន្ធអាករខ្លះតែมันអាចកាត់ផ្ដាច់ភ្លាមនោះទេដោយសាររងចាំតតែឆ្នាំខាងមុខទើបអាចកាត់ផ្ដាច់បានចំណែកក្នុងឆ្នាំនេះគ្រាន់តែបន្ធូរបន្ថយខ្លះប៉ុណ្ណោះស្ដាប់យោបល់របស់តាយើងជឿហើយមកជឿអង្គុយស្ងៀមមួយសន្ទុះហើយក៏គិតក្នុងចិត្តថាតែយើងជឿគ្រាន់តែនិយាយឲ្យរួចពីមាត់តែប៉ុណ្ណោះគេមិនមានចេតនាកែលម្អដោយការពិតប្រកបនោះឡើយហេតុនេះមកជឿគោនិទានរឿងមួយឲ្យយើងជឿស្ដាប់មានបុរសម្នាក់តែងតែដើរលួចមាន់អ្នកស្រុកជារៀងរាល់ថ្ងៃមួយអ្នកជិតខាងម្នាក់នោះដឹងថាបុរសនោះជាអ្នកលួចមាន់របស់ខ្លួនគេក៏មានចិត្តខឹងសម្បារជាខ្លាំងកន្លងមកទៀតមានអ្នកភូមិម្នាក់ទៀតបានទៅជួយដាស់តឿនបុរសជាចៅនោះការលួចទ្រព្យសម្បត្តិអ្នកដទៃគឺជារឿងថោកទាបនិងគួរឲ្យអាម៉ាស់បំផុតឯងលួចមាន់អ្នកស្រុកចាត់ទុកថាជាមនុស្សខ្វះសីលធម៌ហេតុនេះឯងត្រូវតែកែខ្លួនឲ្យបានល្អឡើងវិញហើយចាប់ពីពេលនេះទៅត្រូវឈប់លួចមាន់គេទៀតក្រោយពីបានស្ដាប់ហើយបុរសលួចមាន់ក៏ឆ្លើយថាខ្ញុំដឹងថាខ្ញុំបានជាធ្វើខុសមែនតែឥឡូវអញ្ចេះទៅចោះខ្ញុំនឹងលួចមាន់នេះកាន់តែតិចជាងមុនលួសពីមួយថ្ងៃរាល់ថ្ងៃឥឡូវនេះខ្ញុំនឹងលួចមួយខែម្ដងហើយលួចតែមាន់មួយទេដល់ឆ្នាំមុខខ្ញុំនឹងឈប់លួចមែនតើហើយដឹងច្បាស់ថាខ្លួនខុសបែរជាមានចេតនាបន្លាយពេលវេលាមិនព្រមកែប្រែភ្លាមមនុស្សប្រភេទនេះមិនត្រឹមតែមិនអាចលុបលាងកំហុសបាននោះទេតែរឹងរត់តែធ្លាក់ទៅក្នុងកន្លងនៃអំពើអាក្រក់យ៉ាងគ្មានទីបញ្ចប់ដោយសារតែការបន្ថែមអំពើបាបមកដាក់ខ្លួនកាន់តែច្រើនឡើងនោះឯងតាមឧទាហរណ៍ខាងលើបើទទួលស្គាល់ការលួចជាអំពើដែលមិនត្រឹមត្រូវក៏គួរតែឈប់ប្រព្រឹត្តជាដាច់ខាតកែប្រែខ្លួនជាបន្ទាន់ហេតុនេះត្រូវចាំដល់ឆ្នាំមុខមិនមែនជាទេវតាឯណាមនុស្សមិនមែនជាទេវតាឯណាមានអ្នកណាដែលមិនធ្លាប់ធ្វើខុសមិនគួរឲ្យខ្មាស់នោះទេអ្វីដែលគួរឲ្យខ្មាស់នោះគឺដឹងថា
ខុសហើយនៅតែបំពេញខុសដដែលខុសហើយខុសទៀតហើយតែរកល្បិចគ្រប់យ៉ាងមកដោះសារបោកប្រាស់ទាំងខ្លួនឯងបោកប្រាស់ទាំងអ្នកដទៃសូមកុំមានការអៀនខ្មាស់នៅពេលទទួលស្គាល់កំហុសព្រោះការទទួលស្គាល់កំហុសបញ្ជាក់ឲ្យដឹងថាចាប់ពីពេលនេះទៅអ្នកឆ្លាតជាងមុនធ្វើខុសมันមានអ្វីគួរឲ្យខ្មាស់នោះទេតែបើដឹងថាខុសហើយត្រូវចេះកែប្រែខ្លួនសារជាថ្មីបង្កើតស្នាដៃថ្មីដែលត្រឹមត្រូវល្អធំធេងជាងមុនប្រសើរជាជាងធ្វើជាមនុស្សល្ងង់ដែលមិនព្រមកែប្រែ